អ្នកទាំងអស់គ្នាមានដឹងអត់ថា plugin មួយនេះហើយជាមួយនឹង plugin មួយនេះពេលដែលយើងមិនទៅវានឹងមានអីកើតឡើងវាទៅធ្វើអីគេខ្លះនៅលើខ្សែប្រេកង់របស់យើងបើអ្នកទាំងអស់គ្នាធ្លាប់ឆ្ងល់ដែរហើយពិតជាចង់ដឹងថាតើវាទៅធ្វើស្អីគេខ្លះនៅលើខ្សែរបស់យើងអញ្ចឹងមកតាមដានជាមួយខ្ញុំទាំងអស់គ្នាទស្សនៈ Imager ទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាពិតជាចង់ដឹងថាតើ plugin ទាំងពីរដែលខ្ញុំបានបង្ហាញមិញហ្នឹងវាធ្វើការមួយខ្លះនៅលើខ្សែបេកង់របស់យើងខ្លះអញ្ចឹងមកតាមដានជាមួយខ្ញុំទាំងអស់គ្នានៅក្នុង project នេះតែម្ដងអញ្ចឹងខ្ញុំមាន screen របស់ខ្ញុំមួយនេះអូខេអានេះគឺជាសំឡេង kick เนาะខ្ញុំលោកសំឡេងចុះអញ្ចឹងឧទាហរណ៍ថាបើសិនជាយើងចង់ make kick ហ្នឹងជាមួយនឹង plugin ប្រភេទ analog EQ អញ្ចឹងយើងអត់មានខ្សែប្រេកង់មើលដូចជាពពួកប្រភេទ digital EQ ទេឧទាហរណ៍ថាបើសិនជាយើងប្រើ Pep Filter Pro Q เนาะឧទាហរណ៍ថា Pro Q4 ចុះអញ្ចឹងបើសិនជាយើងចង់ mix យើងចង់ EQ kick ហ្នឹងយើងចង់តម្លើងវានៅនេះប៉ុណ្ណេះplugin ហ្នឹងគឺវាមានខ្សែប្រេកង់ឲ្យយើងមើលប៉ុន្តែបើសិនជាយើងអត់ប្រើហ្នឹងទេយើងប្រើជាមួយនឹងប្រភេទfootage របស់ Wave เนาะប្រភេទរបស់ Wave អញ្ចឹង plugin មួយហ្នឹងអត់មានខ្សែប្រេកង់ឲ្យយើងមើលយើងអត់ដឹងថាអូខេពេលដែលយើងប្រវល់អានេះវាហៀងបុកតែយើងអត់ដឹងថានៅលើខ្សែប្រេកង់របស់យើងវាទៅធ្វើអីគេខ្លះវាទៅគ្រុញណាឡើងវាទៅទាញណាចុះអីយើងមើលអត់ឃើញអញ្ចឹងថ្ងៃនេះខ្ញុំសូមណែនាំ plugin មួយដែលឲ្យអ្នកទាំងអស់គ្នាអាចមករៀនមើលនឹងទាំងអស់គ្នាបានតោះអញ្ចឹងយើងមកមើលទាំងអស់គ្នាជាមួយខ្ញុំយើងប្រើ plugin មួយដែលមានឈ្មោះថា EQ Curve Analyzer នេះណា EQ Curve Analyzer អញ្ចឹងពេលដែលយើងបើកមកគឺវាចេញសលេងបែបនេះឬតិតអញ្ចឹងអីដែលយើងត្រូវធ្វើគឺយើងទៅបើកវាមួយទៀតបើកវាមួយទៀតមកអញ្ចឹងគឺវាលេងលើហើយអូខេតមកទៀតអីដែលយើងត្រូវធ្វើគឺយើងទុក plus វាឡើយនេះមួយយើងទុក plus មួយយើងទៅដាក់ plugin EQ របស់យើងចូលអញ្ចឹងអានេះគឺជាខ្សែប្រេកង់របស់យើងខ្សែប្រេកង់ដែលយើងអាចមើលឃើញទោះបីជាយើងប្រើ EQ ដែលអត់មានខ្សែប្រេកង់ដែលជាប្រភេទ EQ analog ក៏ដោយអូខេអញ្ចឹងយើងទៅដាក់ plugin ហ្នឹងមក footage របស់ Wave เนาะអញ្ចឹងគឺវាលោតចេញមកពេលដែលយើងធ្វើការ boost ឬក៏យើងធ្វើការខាត់ណាប៊ូតុងមួយនេះគឺប៊ូតុង boost ប៊ូតុង attend នេះគឺប៊ូតុងខាត់អញ្ចឹងបើសិនជាយើង boost វាឡើងឬក៏យើងខាត់វាចុះអីចឹងអាខ្សែនេះគឺវានឹងធ្វើការប្រែប្រួលអូខេតោះឥឡូវយើងមើលនេះខ្ញុំ boost ឡើងពី 3dB អ្នកឃើញខ្សែវាឡើងណាបងឃើញខ្សែវាឡើងណាវាឡើងអញ្ចឹងអូខេboost នៅចំកន្លែងហ្មងប្រេកង់100 60 30ណោះអូខេហើយបើសិនជាយើង attend វាវិញវាមានអីកើតឡើងវាទាញអីគេចុះវាទាញចុះចេះអូខេ bandwidth របស់យើង bandwidth គឺ bandwidth ប្រើសម្រាប់อะไรនេះណា bandwidth នេះ bandwidth សម្រាប់ high អូខេដំបូងបើសិនជាយើងអត់បានដឹងយើងអត់បានចាប់អារម្មណ៍យើងអត់បានឃើញអាខ្សែហ្នឹងថាវាមានរឿងអីកើតឡើងយើងប្រហែលជាពិបាកនឹងគិតថាអើយអានេះវាទៅធ្វើការស្អីគេខ្លះអានេះវាធ្វើការគេខ្លះប៉ុន្តែពេលដែលយើងមាន plugin នេះមួយគឺវាជួយបានច្រើនមែនតើតែម្ដងបងប្អូនទាំងអស់គ្នាឃើញទេយើងចង់ attend ឡើងនេះឥឡូវយើងចង់ boost ឬក៏ cut ហ្នឹងនៅចន្លោះម្ដុំ12 kHz អញ្ចឹងទៅអញ្ចឹងបើសិនជាយើងប្រើQ នេះ Q ឬក៏ bandwidth ណា bandwidth ឬក៏ Q ហ្នឹងវាហៀង broad វាហៀងធំណាឬក៏ហៀង sharp ហៀងស្ដួចអូខេbandwidth នេះគឺ bandwidth សម្រាប់ខាង high អូខេអញ្ចឹងពេលដែលយើងធ្វើការ boost ឬ cut ហើយបើសិនជាមាន gain
វាផ្លាស់ប្ដូរអញ្ចឹងយើងត្រូវធ្វើការ gain staging អញ្ចឹងយើង gain staging នេះអញ្ចឹងគឺវាតម្លាក់ឬក៏ថ្លាអូខេតោះអញ្ចឹងឧទាហរណ៍មួយទៀតមើលASL ណោះ ASL អញ្ចឹងបើសិនជាយើងបើក plugin ASL នេះមកគឺវាចេញមកនឹងត្រង់ភ្លើងដដែលទេអូខេអញ្ចឹងបើសិនជាយើងធ្វើការ boost ប្រេកង់មួយនេះអានេះគឺជាប្រភេទ low shelf ណា low shelf EQ អូខេអញ្ចឹងប្រេកង់ប្រមាណប្រេកង់ 450Hz ឬក៏ប្រេកង់ 200Hz ឬក៏ 100Hz អីចឹងទៅអូខេណាទៀតlow mid ណា low mid ប្រេកង់1K កន្លះចាំពេលយើងទៅឡើងមកគឺវាឡើងចេះបើសិនជាយើងនៅម្ដុំប្រហែល300ជាងនេះបើសិនជាយើងតម្លាក់គឺវាចេញរូបរាងចេះ Q របស់យើងណា Q របស់យើងហៀងធំ Q របស់យើងហៀងស្រួចអូខេមួយទៀតមានអីទៀតមាន high mid ណាយើងមាន high mid របស់យើងឡើងមិនចេះតែដូចគ្នាណាគាត់តែខុសតែកន្លែងប្រេកង់អូខេនេះហ្នឹងគឺវាអញ្ចឹងពេលដែលយើងមាន plug in នឹងមួយគឺយើងស្រួលមើលហើយយើងអាចទៅសិក្សាអូខេបើសិនជាយើងត្រឡប់ប្រើ plug in ប្រភេទ power អញ្ចឹងប្រភេទមួយអញ្ចឹងតែយើងអត់ដឹងថាវាទៅធ្វើអីជាមួយនឹងខ្សែប្រេកង់របស់យើងយើងចង់ទៅរៀនពីវាគឺយើងអាចប្រើ plug in នឹងមួយដើម្បីទៅរៀនបានអូខេហ្នឹងវាមានប៉ុណ្ណឹងឥឡូវខ្ញុំមកបង្ហាញមួយទៀតចុះplug in API របស់ Wave ដែរនេះជាប្រភេទ graphic EQ ម្ដងណាមិញយើងនិយាយអំពី parametric EQ សំទោស semi parametric EQ semi parametric EQ អានេះគឺជា graphic EQ អូខេមើលវាចេញរូបរាងមិនណាboost នៅ 8K ណា boost នៅ 8K វាឡើងអញ្ចឹងកាន់តែ boost កាន់តែខ្លាំងវាកាន់តែស្រួចបើសិនជា boost តិចវាហេងទៀលឃើញទេ Q របស់វាអានេះអត់មាន Q ឲ្យសេរីណាអត់មាន Q ឲ្យសេរីទេអញ្ចឹងគឺយើងអាចមើលឃើញអាហ្នឹងបានអូខេ boost នៅ 500 boost តិច Q ធំ boost កាន់តែច្រើន Q វាកាន់តែស្រួចទៅអូខេវាហេងចឹងជឿអត់បើសិនជាអត់ជឿទេយើងដាក់ Pro Q4 មក Pro Q4 អានេះយើងឃើញមានស្រាប់មកណាយើងឃើញមាននៅនឹងស្រាប់មកអញ្ចឹងឧទាហរណ៍ថាយើង boost អានេះឃើញទេខ្ញុំព្រមនេះតិចនេះ boost នៅប្រហែល2087ណាអញ្ចឹងអានេះវាឡើងអញ្ចឹងដូចគ្នាបើសិនជាខ្ញុំបន្ថយដូចគ្នាដូចគ្នានេះប្រៀបធៀបអាខ្សែលឿងនេះខ្សែលឿងនេះជាមួយនឹងខ្សែបៃតងរបស់ plug in មួយនោះអញ្ចឹងគ្រាន់តែចង់បញ្ជាក់បងប្អូនថា plug in នេះពេលដែលយើងបើកវាមកយើងស្ដាប់អត់បានទេយើងបានតែមើលទេអញ្ចឹងបើសិនជាបងប្អូនចង់ស្ដាប់គឺយើងតទៅដោះ plug in នឹងចេញសិនអញ្ចឹងនេះត្រួសពី plug in ហ្នឹងអញ្ចឹងចាំមើលនេះ play អត់កើតទេណាអញ្ចឹងបើសិនជាចុច play ណាអត់លឺទេតែបើសិនជាយើងដោះអានឹងចេញសិននេះលឺវិញអូខេអញ្ចឹង plug in មួយនេះគឺវាល្អសម្រាប់យើងទាំងអស់គ្នាដើម្បីស្វែងយល់ប្រភេទ plug in EQ ដែលជាប្រភេទ analog EQ ដែលយើងហៅថា semi parametric ឬក៏ប្រភេទ graphic EQ ហ្នឹងដែលយើងអាចឃើញខ្សែប្រេកង់របស់វាថាវាចេញទៅរូបរាងយ៉ាងម៉េចទេដើម្បីសម្រាប់យើងធ្វើការរៀនសូត្រស្វែងយល់ពី plug in ទាំងអស់ហ្នឹងអញ្ចឹងបើសិនជាបងប្អូនចង់បាន plug in មួយនេះបងប្អូនអាចតាក់ទងមកខ្ញុំតាម Telegram ខ្ញុំដាក់នៅនឹងឲ្យខ្ញុំអត់គិតថ្លៃ plug in ហ្នឹងចាំចូលទៅយកនៅក្នុង channel របស់ខ្ញុំណា channel ដែលខ្ញុំបានចែកម្លែក plug in ហ្នឹងអញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនមានចម្ងល់ឬក៏សំណួរអីបន្ថែមអាចឆាតមកខ្ញុំសាកសួរបានហើយនៅវីដេអូក្រោយបើសិនជាបងប្អូនចង់ឲ្យខ្ញុំធ្វើវីដេអូឬក៏មេរៀនពាក់ព័ន្ធជាមួយនឹង plug in review plug in ឬក៏ចំណេះដឹងនៃការប្រើប្រាស់ plug in អ្វីផ្សេងៗបងប្អូនអាច comment នៅខាងក្រោមបានខ្ញុំនឹងព្យាយាមចេញវីដេអូនឹងដើម្បីបកស្រាយជូនបងប្អូនទាំងអស់គ្នាអញ្ចឹងជាចុងក្រោយកុំភ្លេចជួយ like វីដេអូនេះមួយផងហើយកុំភ្លេចជួយ subscribe ហើយនឹងដាក់កណ្ដឹងឲ្យខ្ញុំមួយផងដើម្បីយើងទទួលបានមេរៀនពាក់ព័ន្ធជាមួយនឹងការ mixing technique mix ផ្សេងៗនៅវីដេអូក្រោយៗជាបន្តទៀតបាទសូមអរគុណ